Lower Tower គឺជាអគារខ្ពស់123ជាន់មានកម្ពស់555ម៉ែត្រមានទីតាំងនៅស៊ីនជឿនរុងស្រុកសុងប៉ាទីក្រុងសេអ៊ូប្រទេសកូរ៉េខាងត្បូងវាជាអគារខ្ពស់ជាងគេលំដាប់ទី5ក្នុងពិភពលោកនៅពេលដែលបានបញ្ចប់នោះហើយក៏ជាអគារទី1ក្នុងប្រទេសកូរ៉េខាងត្បូងដែលមានកម្ពស់ជាង100ជាន់ផងដែរអគារនេះរចនាប្លង់ដោយក្រុមហ៊ុន KPF ដែលបានគិតគូរពីការរួមបញ្ចូលគ្នានូវសោភ័ណភាពទំនើបជាមួយនឹងទម្រង់ដែលត្រូវបានបំផុសគំនិតដោយសិល្បៈកូរ៉េជាប្រវត្តិសាស្ត្រនៃសេរ៉ាមិចប៉ូសេឡែននិងអក្សរផ្ចង់ទម្រង់កោងមិនរអាក់រអួលរបស់ប៉មនិងទម្រង់ស្ដើងឆ្លុះបញ្ចាំងពីសិល្បៈកូរ៉េ Tower នេះបានទទួលការយល់ព្រមឲ្យចាប់ផ្ដើមសាងសង់ដោយរដ្ឋាភិបាលក្នុងខែវិច្ឆិកាឆ្នាំ2010ហើយសកម្មភាពបើកការឋានដំបូងនៃការត្រួសត្រាយនិងការដំឡើងរបងការឋានសាងសង់ក្នុងខែមីនាឆ្នាំ2012ហើយបើកជាផ្លូវការនៅថ្ងៃទី3ខែមេសាឆ្នាំ2017លោកបានបាញ់កាំជ្រួចដើម្បីអបអរការបើកដំណើរការ Sky Bridge Tour មានទីតាំងនៅលើដំបូលនៃ Lower Tower នៅកម្ពស់541ម៉ែត្រដែលជាកម្ពស់សរុបនៃ One World Trade Center នៅទីក្រុងញូវយ៉កដែលជាអគារខ្ពស់ជាងគេនៅសហរដ្ឋអាមេរិករចនាសម្ព័ន្ធដំបូល Tower ត្រូវបានវិស្វកម្មសិក្សាទប់ទល់នឹងទម្ងន់របស់វាដោយមិនចាំបាច់ពង្រឹងសសរទប់ទល់នឹងការរំជួយដីក្នុងកម្រិត9 Richter ក្រោមវិនិច្ឆ័យ Richter និងខ្យល់រហូតដល់80ម៉ែត្រក្នុង1វិនាទីនៅពេលកំពុងសាងសង់អគារបានទទួលការពិនិត្យអវិជ្ជមានថាមានគ្រោះថ្នាក់និងសាងសង់មិនសូវល្អប៉ុន្តែ Load Engineering and Construction បានស្ដារវាឡើងវិញហើយនៅឆ្នាំ2016វាបានទទួលការពិនិត្យវិជ្ជមានសម្រាប់វិសុវត្ថិភាពនិងរចនាយ៉ាងល្អសម្រាប់ការទប់ទល់នឹងការរំជួយដីក្នុងឆ្នាំ2017អ្នករស់នៅក្នុងទីក្រុងសេអ៊ូបានវិតម្លៃ Lower Tower លើកទី2ថាមានសុវត្ថិភាពនិងការរចនាយ៉ាងល្អប្រណិត